បាទឥឡូវនេះជាទឹកចិត្តរបស់ភរិយាខ្ញុំគាត់សុំចូលរួមដំពងតែម្ដងគឺបាញ់ជូនបងចំនួន$30ណាបងណាជូនបងណាបងណាសាធុសូមឲ្យប្អូនទាំងពីរជើញទៅទីកន្លែងណាសូមឲ្យមានលៀបមានជ័យសុខសប្បាយសុខភាពល្អសូមឲ្យទេវតាកាន់ខ្នងរងមុខឲ្យប្អូនកាន់តែល្បីល្បាញដើរជួយប្រជាពលរដ្ឋដែលមានទុក្ខលំបាកទៀតបានបន់ច្រើនណាស់អូនអើយណាសូមជូនពរសុខសប្បាយទាំងអស់គ្នាបងប្រុសខ្ញុំបញ្ជាក់នៅមុខបងណាបងណាបងមានការអីក៏ដោយប្រាប់មកខ្ញុំ24ម៉ោងឬ24ម៉ោងបាទថ្ងៃនេះខ្ញុំរៃអង្គាសសម្រាប់សពរជនមិនបានខ្ញុំនឹងព្យាយាមរៃរហូតតតែបងបានមានស្ថានភាពធូរស្រាលបានត្រឡប់ទៅផ្ទះវិញណាបងណាបងគុំខ្លាចក្នុងការរំខានខ្ញុំណាបងណាហើយខ្ញុំសន្យាជាមួយបងខ្ញុំនឹងនៅក្បែរបងរហូតបើទោះបីជាមានអ្នកណាគេគិតថាបងសាពះឬក៏រៃជំនួយម្ដងហើយម្ដងទៀតតែសម្រាប់ខ្ញុំបេះដូងរបស់ខ្ញុំនឹងនៅក្បែរបងជួយបងរហូតណាបងណាបងកុំអស់សង្ឃឹមណាបងណាបងត្រូវតែតស៊ូរស់បងត្រូវចាំថាមានខ្ញុំបាទជាអ្នកសារព័ត៌មានម្នាក់ដែលនៅគ្រប់គ្រងហើយជាអ្នកដែលនៅក្បែរបងចាំជួយបងគ្រប់ពេលវេលាខ្ញុំមិនមែនជាអ្នកមានទេបងតែបងខ្វះខាតបងប្រាប់មកខ្ញុំនឹងជួយតាមលទ្ធភាពរបស់ខ្ញុំដែលខ្ញុំអាចជួយបងបានណាបងណាបាទអរគុណបងអូនរឹកចិត្តចឹងជូនពរអូនទាំងពីរនិងក្រុមគ្រួសារសូមជួបតែសំណាងល្អជោគជ័យគ្រប់ភារកិច្ចគ្រប់ការងារគ្រប់ទីកន្លែងណាបងអូននៅពេលដែលអារម្មណ៍អូនមកដល់ផ្ទាល់ឃើញតារាសម្ដែងផ្នែកកំ pl ែងម្នាក់ដែលជាតួសម្ដែងរឿងស៊ុនអ៊ូខុងដែលមានឈ្មោះបោះសម្លេងនៅពេលនេះឃើញគាត់ដេកនៅលើគ្រែពេទ្យហើយស្ថានភាពជើងក៏អត់ដៃម្រាមដៃសឹងតែអស់អារម្មណ៍អូនយ៉ាងម៉េចដែរក្នុងនាមជាអតីតតារាសម្ដែងដូចគ្នាអូនចាបងខ្ញុំមិនរត់គាត់បងដោយសារដូចមិញលោកពូគាត់បាននិយាយចឹងគាត់ជាចតុលរបស់គ្រួសារបើគាត់ខ្លួនឯងអត់ឈឺធ្ងន់ទេក៏គាត់អត់លើកដៃសុំជំនួយពីពុកម៉ែបងប្អូនតែបងដោយសារទី1គាត់ជាចតុលគ្រួសារទី2បើគាត់ដួលហើយតែគ្រួសារគាត់ណាគេមកចិញ្ចឹមហើយគាត់ត្រូវមកធ្លាក់ខ្លួនឈឺចំណាយនៅក្នុងប៉ាការញ៉ាំការអីគឺសិតតែចំណាយទាំងអស់ចឹងមិនគាត់ដាច់ចិត្តមកលើកដៃសុំជំនួយពីពុកម៉ែបងប្អូនយើងនឹងបងនៅទេអូននៅពេលដែលឃើញអ្នកសិល្បៈហើយអូនក៏ជាអ្នកសិល្បៈដែលជាអតីតតារាសម្ដែងដូចគ្នាពេលដែលឃើញអ្នកសិល្បៈដែលត្រូវប្រជាពលរដ្ឋខ្មែរមួយចំនួនគាត់អ្នកងាយថាឲ្យតែតារាឲ្យតែធ្លាក់ខ្លួនឈឺដឹងតែលើកដៃសុំគេជួយក្នុងនាមអូនជាអ្នកសិល្បៈមួយរូបអូនអាចយល់យ៉ាងម៉េចដែរពេលដែលមកឃើញស្ថានភាពនឹងផ្ទាល់ខ្ញុំគិតថាចាបងបើសិនជាគាត់មិនពិបាកទេក៏គាត់មិនមកលើកដៃសុំយើងដែរបងបើសិនជាខ្ញុំគិតថាបើគាត់មានចំណូលខ្លួនឯងដែរក៏គាត់មិនអោយពុកម៉ែបងប្អូនមកថាឲ្យគាត់ស្ដីឲ្យគាត់ថាឲ្យតែគាត់ពិបាកគាត់ចូលពេទ្យឬក៏មិនគាត់មកលើកដៃសុំជំនួយពីយើងអញ្ចឹងបងខ្ញុំគិតថាគាត់ក៏ជាតារាជើងចាស់មួយរូបដែរបើគាត់មានចំណូលខ្លួនឯងមិនគាត់អត់មកលើកដៃសុំយើងទេបងចាអូនឯងមើលស្ថានភាពរបស់បងតាក់ស៊ីហើយបាទទាំងជើងក៏អស់ម្រាមដៃក៏អស់ខ្ញុំសូមអភ័យទោសណាបងណាគ្រប់ពាក្យសម្ដីទាំងអស់នេះអ្វីដែលខ្ញុំនិយាយគ្រាន់តែចង់ឲ្យមហាជនខ្លះគាត់បានយល់គ្មានអ្នកណាគេម្នាក់ចង់លើកដៃសាពះសុំមហាជនឲ្យជួយទេបើសិនជាខ្លួនមានលទ្ធភាពពិតជាអៀនណាហើយក៏ខ្មាស់ណាស់នៅពេលដែលលើកម្រាមដៃសុំគេឲ្យជួយម្ដងប៉ុន្តែដោយសារតែតល់ហើយចង់រស់ដើម្បីមើលថែកូនក៏ដូចជាប្រពន្ធបន្តទៀតជូនពរបងឆាប់ជាខ្ញុំនៅក្បែរបងគ្រប់វេលាណាបងណាអរគុណបងអរគុណបងខ្ញុំជម្រាបលាបងត្រឹមនឹងណាបងណាអរគុណបងអូនឲ្យបងបានសម្រាប់សាធុអរគុណទាំងអស់គ្នាបាទខ្ញុំនៅក្បែររហូតណាបងណា Telegram ខ្ញុំមានឲ្យបងទេមកបានក៏បានដែរបងអរគុណបងអរគុណបងជួយរឹងមាំណាបងណាបាទបើឲ្យសន្យាមួយខ្ញុំតែមួយបានហើយត្រូវចេញពីពេទ្យឲ្យបានឬអត់បងតាក់ស៊ីបាទខ្ញុំនឹងខំព្យាយាមខ្ញុំតាំងចិត្តថាខ្ញុំមិនបាក់ទឹកចិត្តទេតែបានប្អូនជួយជ្រុំជ្រែងតែប៉ុណ្ណេះហើយខ្ញុំមានសង្ឃឹមហើយបាទចាំផ្ញើ QR ខ្ញុំតម្លាក់ឲ្យបងណាពេលដែលខ្ញុំផ្សាយព័ត៌មាននឹងជូនបងអរគុណបងជំរាបលាបងអរគុណជំរាបសួរបងដឹងអត់ក្រុមហ៊ុន Hassan ឥឡូវហ្នឹងគឺរើសតំណែងចែកចាយ25ខែត្រង់
មានចាប់ពី$78ឡើងគឺអាចចូលជាតំណាងចែកចាយជាមួយនឹងក្រុមហ៊ុនហាសែនបានណាបង រួចរាល់ឡើងបងប្អូនដែលជាអាជីវករលក់តាមតូបតាមផ្សារនានានៅក្នុងប្រទេសជាណាចក្រកម្ពុជាបងប្អូនគ្រាន់តែចំណាយត្រឹមតែ$78បងប្អូនអាចយកផលិតផលរបស់ក្រុមហ៊ុន Hasen យកទៅលក់នៅតាមតូបតាមផ្សារនានានៅក្នុងប្រទេសកម្ពុជាផងដែរលឿន នៅចាំអីទៀតបងបញ្ញាប់ឡើង